ក្រុមមេសូបងប្អូនដល់គ្នាសូមស្វាគមន៍មកកាន់វីដេអូខ្ញុំសាជាថ្មីខ្ញុំខានចេញវីដេអូនឹងយូរដែរបងប្អូនពាក់ព័ន្ធជាមួយនឹងសុខភាពណាបាទតែថ្ងៃនេះខ្ញុំលើកពីសុខភាពគឺខ្ញុំលើកពីអត្ថប្រយោជន៍របស់ផ្លែព្រីងវាជួយទៅដល់សុខភាពរបស់យើងណាយ៉ាងពាក់ព័ន្ធជាមួយនឹងផ្លែព្រីងគឺជាផ្លែឈើមួយសម្បូរទៅដោយវីតាមីននិងសារធាតុរ៉ែជាច្រើនដូចជាកាល់ស្យូមជាតិដែកជាតិប៉ូតាស្យូមសូដ្យូមផាស្វ័រវីតាមីន A វីតាមីន B និងវីតាមីន C ជាដើមអញ្ចឹងវីតាមីននិងសារធាតុរ៉ែជាច្រើននេះហើយបាទធ្វើឲ្យផ្លែព្រីងវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពរបស់យើងណាអញ្ចឹងខាងក្រោមនេះខ្ញុំនឹងបង្ហាញពីអត្ថប្រយោជន៍របស់ផ្លែព្រីងយើងទទួលទានផ្លែព្រីងទៅវាជួយទៅដល់សុខភាពរបស់យើងណាចឹងមុនបង្ហាញសូមឲ្យបងប្អូនជួយចុច like subscribe និងសញ្ញារូបកណ្ដឹងមួយផងដើម្បីទទួលបានវីដេអូថ្មីក្រោយទៀតដែលខ្ញុំ upload ណាចឹងអរគុណច្រើនបងប្អូនបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងផ្លែព្រីងនេះគឺទី1គឺវាជំនួយទៅដល់ថ្លើមជួយគ្រប់គ្រងនឹងបន្ថយជាតិស្ករហើយល្អចំពោះបងប្អូនដែលមានជំងឺទឹកនោមផ្អែមហើយមួយទៀតគឺវាសម្រួលទៅដល់ប្រព័ន្ធបេះដូងនិងជួយព្យាបាលជំងឺគាំងបេះដូងហើយវាជួយលាងសម្អាតឈាមបង្កើននូវកម្លាំងហើយការទទួលទានផ្លែព្រីង100ក្រាមគឺទទួលបានជាតិប៉ូតាស្យូមនឹង55មីលីក្រាមហើយជាតិប៉ូតាស្យូមនេះហើយនឹងស្រួលទៅដល់ជំងឺបេះដូងសម្ពាធឈាមឡើងខ្ពស់និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើមហើយវាជួយការពារជំងឺក្រិនសរសៃឈាមប្រសិនបើយើងញ៉ាំផ្លែព្រីងឲ្យបានទៀងទាត់ណាហើយបងប្អូនអាចយកផ្លែព្រីងបាទគ្រាប់ព្រីងហ្នឹងចំនួន5គ្រាប់ទៅស្ងោរឬក៏កិនឲ្យម៉ត់ឲ្យបានល្អទៅហើយបងប្អូនអាចឆុងជាមួយនឹងទឹកក្តៅចំនួន15មីលីលីត្រហើយផឹករយៈពេល3ដងដើម្បីព្យាបាលបាទ3ដងក្នុងមួយថ្ងៃណាដើម្បីព្យាបាលជំងឺប្រឆាំងនឹងទឹកនោមផ្អែមបាទជំងឺទឹកនោមផ្អែមហើយបងប្អូនអាចស្ងោរសម្បកព្រីងហ្នឹងបាទយើងដើមព្រីងយើងយកសម្បកវាបាទអាចជួយព្យាបាលជំងឺរាគឬក៏ទល់លាមកនិងដំបៅកាពះបានដែរជាមួយនេះដែរបាទសម្បកព្រីងហ្នឹងគឺវាមានផ្ទុកនៅជាតិតានីនបាទគឺ19% និងអាស៊ីតបាទកាលិចណាគឺចំនួន 1.67% វាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបាក់តេរីនិងពួកប៉ារ៉ាស៊ីតហើយវាការពារតម្រងនោមបាទទោះជាយ៉ាងណាក្តីបងប្អូនគឺសម្បកព្រីងបងប្អូនកុំទទួលទានច្រើនពេកបាទគឺទទួលទានច្រើនពេកវាច្រើនហួសបរិមាណគឺវាអាចបណ្ដាលឲ្យពុលផងដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងទេបាទសង្ឃឹមបងប្អូនពេញចិត្តបានដែលវីដេអូខ្ញុំដែលរបស់ខ្ញុំបង្ហាញពីអត្ថប្រយោជន៍នៃផ្លែព្រីងបាទវាជួយទៅដល់សុខភាពរបស់យើងអញ្ចឹងបងប្អូនអាចយកព្រីងបាទគឺរដូវនេះគឺរដូវព្រីងហើយអញ្ចឹងបងប្អូនអាចញ៉ាំព្រីងបាទឲ្យបានច្រើនដើម្បីជួយទៅដល់សុខភាពរបស់យើងអញ្ចឹងអរគុណច្រើនបងប្អូនបាទយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទអរគុណ